បាទរុនសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកម្មវិធីតម្លៃហាងឆេងមាសប្រចាំថ្ងៃប្រហ័សទី26ខែកុម្ភៈឆ្នាំ2026យើងឃើញថាតម្លៃហាងឆេងមាសនៅក្នុងសប្តាហ៍នេះគឺអត់សូវមានការប្រែប្រួលខ្លាំងប៉ុន្មានទេព្រោះគឺវាបានសាយវេចន្លោះពី5100ទៅ5250ដុល្លារក្នុងមួយអោនហើយយើងមកមើលតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះទាំងអស់គ្នាថាតើនឹងមានបម្រែបម្រួលបែបណាបន្តជាពិសេសនៅក្នុងថ្ងៃនេះក៏មានព័ត៌មានសំខាន់ពាក់ព័ន្ធជាមួយនឹងកិច្ចចរចាជុំទី3រវាងអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកផងដែរអញ្ចឹងទីផ្សារអាចនឹងមានបម្រែបម្រួលខ្លាំងនៅពេលយប់បាទអញ្ចឹងសម្រាប់កត្តាបច្ចេកទេសនៅក្នុងថ្ងៃនេះសម្រាប់តម្លៃដែលខ្ញុំឲ្យបងប្អូនធៀមទិញមាន3តម្លៃបាទតម្លៃទី1នៅកម្រិត5118ដុល្លារក្នុងមួយអោនតម្លៃទី2នៅ5073ដុល្លារក្នុងមួយអោនហើយនឹងតម្លៃធៀមទិញទី3នៅ5023ដុល្លារក្នុងមួយអោន3តម្លៃនេះបើសិនជាធ្លាក់មកប៉ះនៅតម្លៃណាមួយបងប្អូនអាចពិចារណាធ្វើការទិញឡើងបានសម្រាប់តម្លៃខ្ពស់ដែលយើងអាចធ្វើការធៀមលក់ចោះបាទទី1នៅ5213ដុល្លារក្នុងមួយអោនតម្លៃខ្ពស់ទី2នៅ5263ដុល្លារក្នុងមួយអោនហើយនឹងតម្លៃខ្ពស់ទី3នៅ5308ដុល្លារក្នុងមួយអោនបាទអញ្ចឹងសម្រាប់3តម្លៃខាងលើគឺជាតម្លៃដែលយើងអាចធ្វើការធៀមលក់ចោះបើសិនជាឡើងទៅប៉ះហើយមានសញ្ញា confirm សម្រាប់មាសទិសដៅបច្ចុប្បន្នយើងឃើញថាទិសដៅមាសគឺស្ថិតនៅក្នុងទំនោរកើនឡើងដដែលទេបាទទំនោរកើនឡើងដដែលហើយបច្ចុប្បន្ននេះវានៅ sideways នៅក្នុងតំបន់ខាងលើនេះបាទបងប្អូនឃើញនេះវាឡើងពីក្រោមមកណាដល់លើនេះវា sideways ក្នុងតំបន់ខាងលើហ្នឹងអញ្ចឹងកាលណាថាវាបំបែកបាទបំបែកទៅលើវាទិសដៅវាទៅលើហើយរៀងបច្ចុប្បន្ននេះបើសិនជាយើងមើលទៅរៀងប្រភេទជា continuation chart pattern បាទអញ្ចឹងទិសដៅវាបាទភាគរយច្រើនគឺនឹងទៅលើបាទព្រោះដោយសារវាស្ថិតក្នុងទំនោរឡើងណាអញ្ចឹងបងប្អូនហៅមើលកន្លែងទិញឲ្យច្រើនជាងហៅមើលកន្លែងលក់បាទហើយលក់រៀងហានិភ័យបន្តិចបើសិនជាការទិញឡើងបងប្អូនអាចធ្វើការទិញឡើងបានអញ្ចឹងវាដូចខ្ញុំបញ្ជាក់អញ្ចឹងនៅក្នុងថ្ងៃនេះបើសិនជាបំបែកកម្រិត5213ទិសដៅវាទៅលើហើយបាទហើយអាចទៅលើខ្លាំងអាចឈានដល់កម្រិតប្រហែល5300ដុល្លារក្នុងអោនបាទអញ្ចឹងសម្រាប់ក្នុងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងបាទសូមអរគុណសូមគោរពលាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ